បាទសូមជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំថតបាពូជស្គួយគ្រងរបស់ខ្ញុំពីរក្បាលនេះគឺខ្ញុំទុកបង្កាត់នៅក្នុងឆ្នាំ2026បងប្អូនបាទដូចមួយនេះស្គួយអង្កាំក៏មកប៉ុន្តែវារឿងឡាយទឹកមាសតិចតិចដែរបាទហើយចំណែកមកក្បាលនេះទៀតអានេះអង្កាំក៏មកឡាយទឹកមាសតែម្ដងបាទពីរនេះស្អាតម្យ៉ាងម្នាក់បងប្អូនណាហើយសិតតាលំដាប់ហើយបងប្អូនណាអានេះខ្ញុំបច្ចេកអត់បានលក់ជូនបងប្អូនទេនេះគឺខ្ញុំទុកបង្កាត់ខ្លួនឯងបាទដើម្បីចម្រាញ់យកមីបាពូជក្រងគីឡូធំហើយស្អាតបងប្អូនណាធំនេះគឺមិនមែនធំស្ទើក្បាលស្ទើកន្ទុយទេណាបងប្អូនអត់មែនស្ទើរោមទេគឺជាធម្មតាខ្ញុំរើសគឺសិតតែល្បាលំដាប់ប្រភេទហ្នឹងណាហើយខ្ញុំទុកបាទមានទាំងកន្ទុយក្បាលសំរូបរាងវាបាទសាច់ឈាមរាងរៅគឺវាស្រឡះល្អបាទនៅពេលដែលយើងយកទៅបង្កាត់ជាមួយនឹងមេក្រងទៀតកូនវាចេញមកគឺកាន់តែស្អាតទៀតបងប្អូនបាទហើយការបង្កាត់នេះជិះវៀងបងប្អូនណាខ្ញុំបញ្ជាក់ថាម៉េចកុំឲ្យមុនហ្នឹងវាជន់ឈាមគ្នាបាទដើម្បីបានកូនមកល្អគឺយើងបង្កាត់វាឲ្យវាដាច់ឈាមពិតណាកុំឲ្យវាពាក់ព័ន្ធជន់ឈាមគ្នាធ្វើអញ្ចឹងទី1កូនវាចេញមកគឺសុខភាពល្អមុំខ្លាំងហើយកូនក៏ធំធាត់លឿនអញ្ចឹងណាពួកបាក្រងនេះខ្ញុំសង្កេតឃើញថានៅពេលដែលយើងយកបង្កាត់ជាមួយមេដូចគ្នាមេក្រងដូចគ្នាកូនចេញមកស្អាតអាខ្ពស់ហើយធំលឿនវាធន់ជំងឺអត់សូវឈឺងាយឈឺអីប្រទេសដាស់ឯនៅពេលដែលយើងថែទាំបានត្រឹមត្រូវទៀតតាមអាយុកាលទៅទៀតហើយនឹងធ្វើវ៉ាក់សាំងត្រឹមត្រូវទៀតគឺយើងចាំទៅគឺរលូនល្អបងប្អូនណារលូនល្អ